ស្រាប់ប៊ីគ្រីតចំណាយមិនធម្មតាអញ្ជើញកម្ពុជាតារាចម្រៀងខេមរៈសិរីមន្តច្រៀងជាលើកដំបូងនៅក្នុងផាប់ជាង50កន្លែងច្រើនឆ្នាំនៅក្នុងសិល្បៈកម្ពុជាតារាចម្រៀងខេមរៈសិរីមន្តមិនធ្លាប់មានវត្តមាននៅក្នុងការច្រៀងតាមផាប់នានាឡើយដោយឡែកថ្មីនេះស្រាប់តែមានការប្រកាសថាកម្ពុជាតារាចម្រៀងខេមរៈសិរីមន្តនឹងមានវត្តមានច្រៀងនិងសម្ដែងនៅក្នុងផាប់ជាង50កន្លែងដោយមានការគាំទ្រពីស្រាបៀរគ្រីតដើម្បី surprise អ្នកគាំទ្រស្រាបៀរគ្រីតលេងឈុតធំនិងចំណាយមិនធម្មតាឡើយសម្រាប់ការអញ្ជើញកម្ពុជាតារាចម្រៀងខេមរៈសិរីមន្តចេញច្រៀងនិងសម្ដែងក្នុងផាប់ជាលើកដំបូងដោយដែលមហាជនបានឃើញស្រាប់ហើយថាភាគច្រើនកម្ពុជាតារាចម្រៀងខេមរៈសិរីមន្តតែងតែមានវត្តមាននៅក្នុងការប្រគំតន្ត្រីធំៗតាមបណ្ដាខេត្តក្រុងនានានិងនៅក្នុងពិធីធំៗប៉ុណ្ណោះលោកកំរនឹងមានវត្តមាននៅតាមផាប់កំសាន្តនានាណាស់ឆ្លើយតបទៅនឹងការចង់បានរបស់អ្នកគាំទ្រស្រាប់តែថ្មីនេះស្រាបៀរគ្រីតបានត្រៀមលេងជុតធំនិងចំណាយមិនធម្មតាទេដោយបានអញ្ជើញកម្ពុជាតារាចម្រៀងខេមរៈសិរីមន្តច្រៀងតាមផាប់ធំជាង50កន្លែងជុំវិញខេត្តក្រុងគ្រាន់តែដឹងដំណឹងថាកម្ពុជាតារាចម្រៀងខេមរៈសិរីមន្តត្រៀមនឹងមានវត្តមាននៅក្នុងផាប់តាមការអញ្ជើញរបស់ស្រាបៀរគ្រីតបានធ្វើឲ្យអ្នកគាំទ្រជាច្រើនសម្ដែងនៅការត្រេកអរក៏ដូចជាការរងចាំមើលថាតើអាយដលរបស់ពួកគេនឹងលេចមុខជាលើកដំបូងនៅទីណាបើចង់ជួបផ្ទាល់ជាមួយកម្ពុជាតារាចម្រៀងខេមរៈសិរីមន្តឬអាយដលរបស់បងប្អូនកុំភ្លេចចូលរួមជាមួយស្រាបៀរគ្រីតទាំងអស់គ្នាដើម្បីទទួលបានភាពសប្បាយរីករាយនិងបានរួមលេងកម្សាន្តជុំគ្នាសប្បាយ